Xong chốt ôi ơi nhang đằngជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី7 ខែ 6 នឹងខ្ញុំបានធ្វើដំណើរទៅឡើងអ្នកតាមេសននៅភ្នំចកាចខាងស្រុកបាភ្នំយើងហ្នឹងហើយឥឡូវនេះកំពុងចេញដំណើរទៅហើយចាគឺប្លុកថ្ងៃនេះចង់ដឹងថានឹងខ្ញុំទៅហ្នឹងទៅកន្លែងណាខ្លះហើយខ្ញុំ review កន្លែងលក់អីវ៉ាន់លក់អូគ្រឿងអនុស្សាវរីយ៍អីខ្លះអីចឹងណាបងប្អូនតែជាកិច្ចដំបូងហ្នឹងគឺខ្ញុំធ្វើដំណើរទៅកន្លែងអ្នកតាមេសសិនដើម្បីយើងទៅបន់ស្រន់អុជធូបសូមសេចក្តីសុខសប្បាយបន្ទាប់មកបាទខ្ញុំទៅកន្លែងរមណីយដ្ឋានណាកន្លែងគេដាក់សម្ភារៈតន្ត្រីរបៀបដូចជាគេតាំងស្តង់ពីពណ៌ផ្សេងអញ្ចឹងរបស់ច្រើនណាតែឥឡូវនេះយើងមកដល់អ្នកតាមេសហើយគឺស្ដីបងប្អូនឥឡូវនេះគឺយើងមកដល់កន្លែងស្រមលោកតាមេសហើយនោះដែលយើងមានខ្លាមានតម្រៃយកទៅដល់កន្លែងភ្នំឥឡូវយើងមកលេងកន្លែងនេះសិនសប្បាយណានេះអត់ទេសារចូលកាមេរ៉ាមួយអីអានេះពីអមអានេះអូចេញទៅ5,000អត់ទិញធុកមួយទៀតមកដុំនេះបងប្អូនកំពុងយើងទិញធុកទិញការដើម្បីឡើងទៅកន្លែងអ្នកតាមេសនបានទៅហារៀបសួរបងប្អូនទាំងគ្នាចាឥឡូវគឺនេះខ្ញុំកំពុងតែយកផ្កាហ្នឹងហើយនឹងធុកដើម្បីទៅអុជចាបន់ស្រន់នៅកន្លែងលោកតាមេសននៅខាងក្រោយរបស់នឹងខ្ញុំនេះចឹងឥឡូវយើងធ្វើដំណើរទៅទាំងអស់គ្នាណានេះបងប្អូនឡើងទៅនេះជាមួយចានៅពួកយើងទាំងអស់គ្នាកំពុងតែអញធូបបងស្រន់ពីលោកតាមេសសូមក្តីសុខក្តីសុបាយហើយខ្ញុំមិនទាន់បានអោយទេបងប្អូនចូលចាំកាន់កាមេរ៉ាសិនចាំឲ្យបងកាន់កាមេរ៉ាហើយយើងនឹងចូលតាមក្រោយចាសូមក្តីសុខក្តីចម្រើនតាមមេសអជួយគ្រប់គ្រងថែសារកូនចៅធ្វើដំណើរទីចិត្តឆ្ងាយអីសូមក្តីសុខក្តីចម្រើនហើយសូមកូនចៅសម្រេចគ្រប់ពីការទាំងអស់សូមឲ្យសុខសប្បាយទាំងគ្រួសារanh bông luôn nhá. Hoàn cảnh này trong một cá. Tạo đau thùng ăn thêm một con.ចាដោយនៅបងប្អូនបានឃើញបែបមិញហ្នឹងគឺខាងពិនពាទ្យហ្នឹងគឺបងនៅខាងចកាច់នឹងឯងឆ្នាំណាក៏គាត់តែងតែមកប្រគំនៅទីនេះដែរគឺគាត់ប្រគំបរុសមែនតើបងប្អូនបងសិល្បៈនៅខាងកំពូលភ្នំចកាច់ណាចាបងប្អូនឥឡូវនេះគឺខ្ញុំបានមកកន្លែងអ្នកតាមេសរួចហើយអញ្ចឹងយើងធ្វើដំណើរទៅកន្លែងភ្នំខាងលិចគេហៅវត្តអីគេវត្តដូចជាគេហៅវត្តកាហៀគុកចឹងហើយភ្នំហ្នឹងអាកន្លែងគេឡើងបងប្អូនឥឡូវចាំមើលទស្សនវិជ្ជាទាំងអស់គ្នាតើមានមនុស្សច្រើនតិចអញ្ចឹងឥឡូវខ្ញុំធ្វើដំណើរពីកន្លែងអ្នកតាមេសបនស្រន់សេចក្តីសុខអីអស់ហើយយើងធ្វើដំណើរទៅកន្លែងភ្នំនឹងម្ដងទៀតចាឥឡូវពងយកយានជំនិះយើងសិនដល់ទីចាគឺមានអារម្មណ៍ថាបនស្រន់ហើយរំភើបរីករាយសប្បាយដើម្បីយើងសុំក្តីសុខអីចម្រើនហើយទីនេះបងប្អូនដែលគេហៅថាឡើងអ្នកតាគឺអ្នកតានៅកន្លែងហ្នឹងមិនមែននៅនោះទេនៅកន្លែងទីកំសាន្តទេតែអ្នកតាមេសពិតប្រាកដនេះបងប្អូនណាគឺនៅកន្លែងរូបខ្លាហើយនឹងរូបតម្រៃនេះបងប្អូនឃើញទេខ្ញុំមានពិបាកតិចព្រោះខ្ញុំកាន់កាមេរ៉ាខ្លួនឯងចឹងខ្ញុំអត់មានកាមេរ៉ាមែនអញ្ចឹងយើងអូខេរៀងទ្រាំតិចឥឡូវបងប្អូនចាំទស្សនាវីដេអូបន្តទៀត Let's go អូយយាយសបោផ្លែឈើហូបចាបងប្អូននេះគឺជាស្តង់របៀបស្តង់អាហារស្តង់ពេទ្យប៉ោងលក់និយាយទៅសម្ភារៈនិយមមានរបៀបដូចក្មេងរបស់ក្មេងលេងចឹងចាគឺថាឥឡូវនេះគឺថាមនុស្សមកបដើបងណាម៉ោងរបៀបម៉ោង2អញ្ចឹងហើយនេះអូយអាហារគឺឆ្ងាញ់បងប្អូនអើយចាំខ្ញុំចូល review បន្តទៀតនៅមកបដើបងប្អូនជិះកាច់បាភ្នំឡើងនៅតាមវិសោថ្ងៃហ្នឹងថ្ងៃទី7ចាំថ្ងៃទី2មានន័យថានៅមួយថ្ងៃទៀតណាឥឡូវនេះខ្ញុំកំពុងធ្វើដំណើរទៅឡើងគេដាក់របស់លក់តាំងពីពណ៌ផ្សេងអីស្អាតណាស់បងប្អូនអូយខែទូរស័ព្ទលុយហ្នឹងណាអូយឡៃលក់ខែទូរស័ព្ទឲ្យស្អាតទៅនេះស្អាតមែនតែនបងប្អូនអើយខ្វាកហ្មងឃើញ
នេះកន្លែងប្រគំតន្ត្រីយប់ហ្នឹងបងប្អូនចាហើយយើងឃើញថាពេលថ្ងៃចឹងគេអត់ទាន់បើកភ្លើងស្អាតទេចានេះគឺជាកត្រកហោះបងប្អូនណាកត្រកហោះឡានអីចឹងមានសពបែបសពយ៉ាងតែពេលយប់បានសុបាយពេលថ្ងៃខ្ញុំមកពេលថ្ងៃចឹងគេអត់ទាន់នេះទេបងអើយគេถ่ายបានលេងច្រើនមែនតើរាប់រៀបមិនអស់ទេចានេះតកតាស្អាតណាណាគេចេះគប់បេប៉ោងអីមកគប់មើលខ្ញុំសារគប់បេប៉ោងនេះបងប្អូនសិតតែអីវ៉ាន់តាំងពីពោះកៅអៅស្អាតមែនតើនិយាយទៅប្លង់កៅអៅក៏ស្អាតហើយចំណីអាហារវិញគឺសិតតែរបស់ពួកចង់ញ៉ាំអធិស្ឋានឲ្យបានឃើញមុខខ្ញុំទេព្រោះដោយសារតែខ្ញុំធ្លាប់កាន់កាមេរ៉ាមែនអញ្ចឹងខ្ញុំមិនអាចថតរូបហេងបានទេអញ្ចឹងណាវាបាក់កាន់អញ្ចឹងបងប្អូនមើលតាមហ្នឹងទៅនេះគឺទស្សនវិជ្ជាប៉ុណ្ណឹងអ្នកតាមមេសូននៅក្នុងចកាច់ថ្ងៃទី7ចំនឹងថ្ងៃកម្មវិធីទី2គឺថាស្អាតមែនតើបងប្អូនស្មានអត់តសូវមានតែផ្លូវខ្ញុំមកវិញស្ទះណាខ្ញុំបានចង់បានទេនិយាយរបស់ហូបបងប្អូនឆ្ងាញ់នេះណាមើលឡើងតុក្កតាមានតុក្កតាមានអីចឹងទៅអានេះគ្រាប់អីគេល្បីហ៎ទៅមើលឡើងណាមានលោកបេនតាអូឆ្ងាញ់នេះឆ្ងាញ់មកសិលរបស់ឆ្ងាញ់ឆ្ងាញ់នេះបងប្អូនឆ្ងាញ់ទេនេះកន្លែងកែងតារាងអីណាអូសាមែនតើចឹងយកទៅដល់កន្លែងបេនតាពាក់ខ្ញុំក្តៅនេះបងប្អូនសាបានអនុស្សាវរីយ៍ច្រើននេះតាមណាដល់តាមណាអូសិតឡានម៉ូតូឆ្លងអត់បានសោះចាឥឡូវគឺកំពុងតែធ្វើដំណើរទៅបងប្អូនដឹងតែណាមកណៃទេដាក់រោសាសៃលក្ខជប៉ុនដល់ទីតាំងរបស់លោកអ្នកហើយហើយក្រុមតែគឺសាប់មកកាន់លេខ097 អូយរបូតស្បែកជើងតាលក្ខជប៉ុនសូមអរគុណនេះអ្នកដើរក្រោយនេះនិយាយទៅបងប្អូននេះទស្សនភាពគឺស្អាតមែនតើខ្ញុំដើរថតអត់ដែរបងដើររកកន្លែងទិញវ៉ែនតាវាជូរភ្នែកពេកក្តៅជប៉ុន1គីឡូ30000រៀលក៏កៅឡាក់ក៏មានអីក៏មានអូនិយាយទៅមានសពបែបសពយ៉ាងនេះស្តង់អាហារបងប្អូនណាហើយនេះកន្លែងបងប្អូនយកមកបដៅហើយនេះកន្លែងកៅអៅផងប្រុសកៅស្រីកៅផងប្រុសស្អាតណានិយាយទៅឃើញខ្វះកោហ្មងចាទៅគេធ្វើដំណើរមកច្រើនណាតែខ្ញុំអត់បានថតអីច្រើនទេបងប្អូនថតបានតែខ្លះទេទៅនិយាយចឹងណាហើយនេះគឺជាស្តង់ដែលបងប្អូនគាត់លក់កៅអៅលក់អីចឹងទៅអានេះឡើងគឺប្រហិតបុកល្ហុងអីចឹងទៅឥឡូវចាំមើលខ្ញុំរកទិញអីហូបអានេះម្ដងបានបងទឹកក្រូចមែននេះចេញខ្លាយនេះមួយនេះឆ្ងាញ់នេះអានេះ3,500អូដល់កោជូក៏មានដែរបងប្អូនអូឆ្ងាញ់មែននេះយកនេះហូបឆ្ងាញ់ទឹកក្រូចច្បាច់នេះញ៉ាំម្នាក់ឆ្ងាញ់អូចង់ញ៉ាំដល់កោហ៎បងណាគឺដើរហត់ឥឡូវយើងសាមួយទឹកក្រូចមកស្បក់សិនមនុស្សមកច្រើនណាស់អ្នកលក់ខ្ជូតដើរមានន័យផឹកទៅមានកម្លាំងតែបងប្អូនមានកម្លាំងដើររកឡៃណាក៏គួរយកនេះចូលហូបសុបសិនបងប្អូនទស្សនៈវីដេអូហើយគឺវីដេអូដែលខ្ញុំធ្វើ
នៅក្នុងប្លុកនេះគឺការមកឡើងទៅតាមក្នុងចង្កាច់សម្រាប់នំហ្នឹងគឺរមណីយដ្ឋានក៏ក្នុងដែរគាត់បានឡើងក្នុងប្លុកមកតែព្រោះតែខោអញ្ចឹងខ្ញុំសុំទៅកន្លែងពីសិនចាំគ្នាខ្ញុំមែនតើអញ្ចឹងបងប្អូនបានទស្សនាវីដេអូមានច្រើនមែនតើមានតាំងពីពីពួនមានតាំងពីលក្ខណៈរបស់ក្មេងៗអាគុនឡានដោខោគោលហើយយកទៅមានការគោលទៅសម័យប្រឡងចម្រៀងទៀតអញ្ចឹងបងប្អូនតាមមកទៅគឺមែនតើចាហើយថ្ងៃស្អែកក៏មានលក្ខណៈសាស្ត្រយោដែរដែលបានទៅក្នុងអញ្ចឹងបងប្អូនទស្សនាឃើញថារមណីយដ្ឋានក៏ពុំយើងមានញៀវមកលេងទៅស្ទោក្នុងស្រុកច្រើនមែនតើបងប្អូនគាត់ថាបំណុកប្រហែលសង្គ្រាមចូលឆ្នាំបងប្អូនទស្សនាវីដេអូហ្នឹងបងប្អូនធ្លាប់មើលក៏មានកន្លែងលក់ចំណីអាហារមានស្តង់ផ្សេងៗមានលក់ខោអាវមានសម្ភារៈផ្សេងៗច្រើនមែនតើបងប្អូនអត់បាត់ទេអញ្ចឹងបងប្អូនបានច្រើននៅក្នុងថ្ងៃស្អែកថ្ងៃទៀតគឺមានចាប់ថ្ងៃស្អែកបងប្អូនទៅចូលរួមទស្សនាបានច្រើនអ្នកគ្នាមានលើកស្ទួយផ្សេងទេសចរនៅក្នុងខេត្តព្រៃវែងយើងទាំងអស់គ្នាចាបានច្រើនសិនបងប្អូននៅចាំទៅចាជាតិគឺនឹងកូននេះគាត់អត់ទៅចូលចាំទុកយូរទៅលើខ្លួននេះចាទីបងប្អូនណាសុកយើងឆ្អិនណាលោកបងចលក់សាច់គោនេះមីដាក់មកសុកហ្នឹងបើចង់ឆ្ងាញ់ណាបងប្អូនណាស្រោចនេះចេះស្រោចចលក់ពីចាំមកហើយយើងតែព្រាជាប់មួយអត់ទេនេះអ្នកស្រុកចូលមកបងប្អូនណាសុកមួយឆ្នាំ6ម៉ោងស្តង់កបោបងប្អូនសាសាណាចាប់កន្លែងមកស្តង់កាត់ឡាននេះសាសាមែនតែនហ្មងឃើញឲ្យឆ្វាតកចង់ទិញមកចាឥឡូវគឺកំពុងទៅកន្លែងមែនថាទៀតហើយបងប្អូនអត់មានតែគេថតឲ្យគឺថតខ្លួនឯងតែលើបងប្អូនមាននៅលេងហៅតែតាមឃើញនេះជួបផ្នែកហ៎នេះអានេះកន្លែងហើយប្រដិតយករូបនំក៏ខ្ញុំជីវ៉ានតែម្ដងយកមួយคนមួយបាយយកនេះនឹងមានតែបាយទៅចាបងអ្នកទៅព្រមទៅគ្នាប្របានទៅមនុស្សនឹងគេណាគេណានៅកន្លែងអត់មានទីស្រាប់តែបារមីជួបបារមីនឹងតបដល់ព្រមទៅពលទីដល់អស់ប្រចាំតបប្រាសោមជោគអូយយ៉ាងហ្នឹងអង្គខាបងប្អូនស្តង់ខានេះស្អាតមែនតែនឃើញហើយគ្រូចង់ទិញតែម្ដងបន្ទាប់ពីហូបសុបហើយគឺយើងធ្វើដំណើរទៅរកកន្លែងនោះកន្លែងលក់វ៉ែនតាឃើញនោះតាទៅរកទាំងអស់គ្នាបងប្អូនឈឺភ្នែកថ្ងៃនេះកន្លែងកៅអៅម៉ែណាមកត្រូវនេះត្រូវប៉ាន់ហ្មងនេះវ៉ែនតាស្អាតđâyខ្លះហ្នឹងសួស្តីបងប្អូនទាំងគ្នាឥឡូវយើងដល់ស្តង់វ៉ែនតាឥឡូវខ្ញុំបានកំងវ៉ែនតាគាត់ពាក់មួយហើយគឺកុំឲ្យឈឺភ្នែកពេកហើយបងប្អូនឃើញឯមនុស្សមកច្រើនណាទស្សនានៅខាងក្រោយមកធ្វើដំណើរមកអានេះផ្លូវគេបងផ្លូវចេញពីដើមពោមកបងប្អូនណាមកតាមផ្លូវហ្នឹងក៏ស្រួលជីដែរតាមហ្នឹងហើយដើមពោនេមតុំបងប្អូនណាអញ្ចឹងចាំមើលទស្សនាវីដេអូខ្ញុំបន្តទៀត Let's go ចាឥឡូវបងប្អូនបន្ទាប់ពីយើងទិញវ៉ែនតាហើយយើងធ្វើដំណើរទៅរកកន្លែងលក់ទុរេនចាឥឡូវកំពុងតែនៅចាំកម្មារីលបោស្បែកជើងបងប្អូនណាតែនេះស្អាតមែនតែនស្អាតណាស់លោកអូយនេះខ្ញុំដល់ណាបងម៉ៃយើងទៅរកស្តង់ត្រេនទាំងអស់គ្នាបងប្អូនគឺថាពាក់វ៉ែនតាទៅសូវជួបភ្នែកពេលដែលអត់ទាន់ពាក់វាយើងជីទៅថ្ងៃហើយយើងមើលនេះមកនោះច្រើនទៅវាមានរថាផ្សាអញ្ចឹងយើងពាក់នេះទៅវាចំនួនមែនតែននេះបងប្អូនដល់ត្រេនបានឡងបច្ច័យយើងបានឡើងតាអីលោកមិនត្រេនអីបានផងអស់ថ្ងៃយើង1គីឡូ25,000ចុះសាច់ដល់ស្តង់ត្រេនបងប្អូនឥឡូវពងឲ្យគាត់ស្ទូឲ្យនេះអស់ឡើង80000ជាងនេះត្រេននេះណាពូក៏យកទៅផ្ទះពូអីពូផ្ទះទៅបានដែរពូឡើងញ៉ាំអត់ទេក៏ស្អាតត្រេនក៏ស្អាតបងប្អូនមកឈើកាច់កុំភ្លេចមកស្តង់គាត់នេះចិត្តឡែងលក់កៅអៅនេះផ្លូវដើមពោនេះមើលសាច់បងប្អូនកុំភ្លេចឲ្យស្តង់គាត់នេះឡើយនេះនៅផ្លូវនេះបងប្អូនមក
ច្រើនហ្មងត្រេនម៉ាំងថងខ្មែរចឹងអីចាហ្នឹងហើយចាអាចគេផងនេះត្រេនម៉ាំងថងនេះចាំមើលពូនេះមួយទៀតណាអីគាត់ថាសាច់ស្អាតគាត់ហើនឹងឲ្យនេះអូយតែដូចអ្នកលក់ចឹងលក់ក៏ស្អាតត្រេនក៏ស្អាតដែរស្អាតមែនអត់បញ្ចូលអីតែបើឯងឲ្យមួយទៀតក៏យកនេះបងបងឡើងត្រេនគាត់ឆ្ងាញ់ណាបើមើលសាច់ក៏ឆ្ងាញ់មើលចាបងប្អូនឥឡូវបន្តពីយើងទិញត្រេនទិញអីហើយយើងធ្វើដំណើរទៅកន្លែងផ្ញើឡានយើងវិញហើយបងប្អូនណាគឺមើលទស្សនភាពចំហៀងគឺសម្បូរច្រើនមែនតើអញ្ចឹងការដំណើរដើរលេងរបស់យើងតាំងម៉ោង2:10ចេញមកផ្ទះឥឡូវនេះគឺបានបញ្ចប់ហើយយើងធ្វើដំណើរទៅផ្ទះវិញហើយចុះនេះឡើងមែនល្ងាហ្មងខ្យល់ហ្នឹងប្រហែលជាខ្យល់ភ្លៀងខ្យល់ហ្នឹងហើយនេះខាងអីវ៉ាន់កៅអៅណាមកនៅយើងធ្វើដំណើរទៅផ្ទះវិញបងប្អូននេះមានលក់នំលេខមានលក់នំខ្មែរតែនេះវិញឲ្យមើលតែឯនំលេខនេះឆ្ងាញ់ណាស់នំលេខខ្មែរយើងពិតនៅស្បូងគេធ្វើហើយនោះកំពូលភ្នំតែខ្ញុំអត់បានទៅទេថ្ងៃហ្នឹងទូហៅពេកណាប់ជឿហើយនេះកូនត្រេននេះចំណាប់នេះមកមុខហើយនេះដល់គេអស់តាណាក៏ទៅដែរឆ្លងកណោតពីវីដេអូផ្លែតអូគេថាស្ទះហ่าបងប្អូនណាតាមសាលាចេញរួចទេគេបាត់ទេទៅតាមសាលាចេញរួចហ៎ឡោះតាមមកលបងនោះផ្លែតអូមិនណោះផ្លាស់តាមលបងតាសាហាយប៉ែនេះនាំដល់ទៀតណាលបងប៉ុណ្ណានាំខ្ញុំទៅផ្លាស់សាលាដើម្បីកុំឲ្យស្ទះពេកនេះបងប្អូនស្ទះពេកឥឡូវចូលសាលាមែនឥឡូវនេះចូលសាលាបងប្អូនសាលាបឋមសិក្សាហ៊ុនសែនជាកាច់យើងដើរតាមនេះលឿនជាងតែឡើងចំណតឡានយើងលឿនពុំមិនហូបភ្លៀងហើយចូលមកដល់នេះក៏ទេសភាពស្អាតដែរបងប្អូនណាគឺមានបងប្អូនមកលេងមានពេទ្យប៉ោងមានអីក៏ពេទ្យប៉ោងលេងលើនេះគប់កុំដឹងយកអីគប់អត់ត្រូវចោលនេះបងប្អូនស្អាតណាស់និយាយទៅក្នុងសាលាហ្នឹងមានដូចប្រភេទកន្លែងកូនក្មេងលេងច្រើនមែនតើនេះបងប្អូនទៅឃ្លាឥឡូវនេះយប៉ែនេះនាំខ្ញុំទៅចំណតឡានទៅឡើងផ្លោះលបងនេះអាផ្លូវគេដើរស្រួលបួលអត់ដើរទេពីអ្នកម៉ែកូននេះនាំខ្ញុំរុកពេញកន្លែងរមណីយដ្ឋានគេហ្មងអត់ស្គាល់កន្លោះសបាយទេបងសបាយមកហ៎ហាត្រេនសបាយនេះអូអត់ខ្ចីមើលកាមេរ៉ាចានោះចំណតឡានយើងនោះផ្លូវទៅវាស្ទះពេកណាបងប្អូនណាផ្លូវមុខនេះវាស្ទះពេកអញ្ចឹងយើងធ្វើដំណើរទៅតាមនេះម្ដងសប្បាយណាស់បងប្អូនអើយកុំភ្លេចមកលេងនៅមួយថ្ងៃទៀតថ្ងៃស្អែកតែនេះខ្ញុំអត់បានមកខ្ញុំមក review វីដេអូថ្ងៃហ្នឹងឯងមួយថ្ងៃទៀតថ្ងៃចុងបញ្ចប់ហើយណាបងប្អូនឥឡូវគឺយើងនាំគ្នាផ្លូវលបងទៅចំណតឡានហើយបាយបាយ